ឆ្នាំ2026ជាឆ្នាំនៃការកែប្រែជាឆ្នាំដែលរៀនជំនាញបន្ថែមថ្មីមួយជាឆ្នាំនៃការលូតលាស់ឆ្នាំដែលយើងយល់ពីតម្លៃខ្លួនឯងនិងឱកាសនៅជុំវិញខ្លួនត្រូវទុកចិត្តលើខ្លួនឯងសូមជឿខ្ញុំទៅមានតែយើងតែប៉ុណ្ណោះដែលអាចបង្កើតវាឡើងបានទោះយើងរៀនមកពីណាក៏ដោយក៏ចាប់ផ្ដើមពីដៃយើងដែរឆ្នាំ2026មិនអាចកែប្រែយើងបានទេមានតែយើងទេអាចកែប្រែឆ្នាំ2026នេះបានក្នុងឆ្នាំ2025ជាឆ្នាំនៃការកសាងខ្លួនឯងតើបងប្អូនរៀនបានអ្វីខ្លះនៅក្នុងឆ្នាំ2025នេះហើយឆ្នាំ2026នេះតើបងប្អូនត្រៀមអ្វីខ្លះសម្រាប់ឆ្នាំ2026ក្នុងឆ្នាំ2026យើងគួរតែត្រៀមខ្លួនឯងឲ្យរឹងមាំជាងមុនទាំងផ្លូវចិត្តអារម្មណ៍និងជីវភាពក្នុងពេលពិភពលោកផ្លាស់ប្ដូរយ៉ាងលឿនយើងខ្លួនឯងហ្នឹងក៏ត្រូវតែខំប្រឹងដែរបងប្អូនកាន់តែខំប្រឹងបងប្អូនកាន់តែឆ្លៀវវៃបន្ថែមទៀតការបង្កើតឱកាសតូចៗរៀងរាល់ថ្ងៃដើម្បីធ្វើអ្វីមួយដែលមានតម្លៃនោះហើយគឺជាគន្លឹះនៃការកែប្រែជីវិតរបស់យើងនៅក្នុងឆ្នាំ2026នេះការបង្កើតឱកាសតូចៗរាល់ថ្ងៃខ្ញុំមិនសំដៅទៅលើការបង្កើតអាជីវកម្មមួយឬក៏ការបដូរការងារថ្មីនោះទេឱកាសការងាររៀនសូត្រអ្វីថ្មីពីមនុស្សថ្មីម្នាក់ទៀតនេះក៏គេថាឱកាសដែរខ្ញុំលើកទឹកចិត្តឲ្យបងប្អូនចំណាយពេលពេញមួយថ្ងៃបងប្អូនត្រឹមតែ1%បានហើយធ្វើវាជារៀងរាល់ថ្ងៃខ្ញុំឲ្យបងប្អូនចំណាយពេលត្រឹមតែ1%តែប៉ុណ្ណោះជារៀងរាល់ថ្ងៃហើយនឹងបំលែងជាច្រើនភាគរយនៅពេលមួយឆ្នាំខាងមុខ1លានបាត់លេខ0ក៏មិនហៅ1លានដែរសន្សំប្រាក់តិចរៀនជំនាញថ្មីមួយតិចតែសុខភាពយើងឲ្យល្អតិចទាំងនេះជាអ្វីមួយដែលសំខាន់បំផុតសម្រាប់អនាគតរបស់យើងមិនចាំបាច់ដាក់គោលដៅធំដែលគេបង្រៀនឲ្យយើងដាក់នោះទេយើងមកបច្ចុប្បន្នភាពរបស់យើងខ្ញុំលើកទឹកចិត្តយើងគ្រាន់តែធ្វើវិធីតូចដែលខ្ញុំនិយាយខាងលើ3វានឹងជួយឲ្យយើងផ្លាស់ប្ដូរពីតូចនេះឯងសូមរំលឹកផងថាជំហានដែលពិបាកជាងគេគឺជាជំហានដំបូងដែលយើងត្រូវឈាននៅក្នុងប្រទេសកម្ពុជាយើងគឺជាប្រទេសមួយដែលកំពុងអភិវឌ្ឍអញ្ចឹងឱកាសបើមើលមិនឃើញទេអាចបង្កើតវាបានយើងចាប់ផ្ដើមពីអ្វីដែលយើងមានស្រាប់ដោយធ្វើវាឲ្យល្អបន្តិចម្ដងដោយអត្ថបទនេះអញ្ចឹងខ្ញុំសរសេរវាឡើងសម្រាប់តែខ្លួនឯងសម្រាប់មើលសម្រាប់រំលឹកតែប៉ុណ្ណោះប៉ុន្តែខ្ញុំក៏អាចចែករំលែកទៅបងប្អូនជាចំណេះដឹងមួយដ៏តូចនេះហើយដែលហៅថាបង្កើតឱកាសសម្រាប់ខ្លួនឯងសូមបញ្ជាក់ផងដែរថាយើងបង្កើតឱកាសទាមទារឲ្យយើងមានចំណេះដឹង soft skill លក្ខណៈអ្វីដែលពិសេសនោះគឺភាពស្មោះត្រង់បើយើងចង់រៀនស្មោះត្រង់សូមស្មោះត្រង់ជាមួយខ្លួនឯងជាមុនសិនសូមធ្វើជាអ្នកផ្ដល់ឲ្យជាមុនសិនចាំយើងធ្វើជាអ្នកឲ្យតាមក្រោយនៅក្នុងប្រទេសកម្ពុជាយើងកំពុងមានភាពតាំងប្រៀបដូចយើងមានសង្គ្រាមជាមួយនឹងសៀមអញ្ចឹងហើយបើយើងមានការងារល្អហើយត្រូវប្រឹងធ្វើវាឲ្យបានល្អព្រោះវាជាឆ្នាំងបាយរបស់យើងបើមិនមានបំណុលកុំសាងបំណុលទោះ$10ក៏ដោយគេខ្ចីលុយកុំឲ្យគេខ្ចីសុខចិត្តឲ្យតាមសទ្ធារបស់យើងវិញកុំភ្លេចអរគុណខ្លួនឯងផងរៀនអបអរខ្លួនឯងផងកុំភ្លេចថែខ្លួនឯងផងដកដង្ហើមមួយហើយវែងគិតអ្វីនៅពេលបច្ចុប្បន្ននិងផ្ដោតលើអ្វីដែលជាក្តីសង្ឃឹមរបស់យើងឪពុកម្ដាយក៏ចាស់ណាស់ហើយគាត់មិនដឹងថានៅមានជីវិតដល់ពេលណាទេទំនេរក៏ឆ្លៀតទៅលេងពួកគាត់ផងគាត់មិនចង់បានលុយយើងទេប៉ុន្តែគាត់ចង់បានទឹកចិត្តរបស់យើងផ្ញើនំប៉័ង2ជូនគាត់ថ្វាយបង្គំគាត់3ដងគាត់នឹងញញឹមមករកយើងដោយគ្មានលក្ខខណ្ឌគុំគិតថានៅពេលដែលបងប្អូនជោគជ័យ
ចាំបងប្អូនមានលុយចាំបងប្អូនមានឡានចាំបងប្អូនមានផ្ទះចាំបងប្អូនមានអ្វីៗចាំតែលេងគាត់ដើម្បីឲ្យគេមកមើលថាអ្នកយើងអ្នកភូមិនេះឲ្យវាផ្លាស់ប្ដូរគេបងប្អូនត្រូវដឹងថាគេមិនបានជួយអ្វីយើងនោះទេមានតែខ្លួនយើងទេដែលខំប្រឹងខ្លួនឯងត្រូវអរគុណខ្លួនឯងអរគុណកុំភ្លេចអរគុណដៃរបស់យើងទាំងទ្វេនេះដែលខិតខំប្រឹងធ្វើការយ៉ាងសស្រាក់សស្រាំកុំភ្លេចអរគុណជើងយើងទាំងទ្វេនេះដែលខំប្រឹងដើរដែលខំប្រឹងឆ្លងកាត់ឧបសគ្គជាច្រើនដែលកុំភ្លេចអរគុណកៅភ្នែករបស់យើងនេះដែលខំសម្លឹងមើលទោះបីតែមើលមិនឃើញក៏នៅប្រឹងសម្លឹងមើលកុំភ្លេចអរគុណមាត់ដែលញ៉ាំអាហារឆ្ងាញ់កុំភ្លេចអរគុណកន្លែងគេដែលយើងមានឱកាសគេក្នុងបន្ទប់ដ៏កក់ក្ដៅទាំងចាក់ស្ដែងមានមនុស្សជាច្រើនអ្នកដែលគ្មានកន្លែងគេបងប្អូនទៅរៀនមើលអ្វីដែលខ្លួនអូនមានហើយរៀនអរគុណខ្លួនឯងក្នុងឆ្នាំ2026ជាមួយនឹងទឹកចិត្តថ្មីឆ្នាំ2026ជាឆ្នាំនៃការកែប្រែជាឆ្នាំដែលរៀនជំនាញបន្ថែមថ្មីមួយជាឆ្នាំនៃការលូតលាស់ឆ្នាំដែលយើងយល់ពីតម្លៃខ្លួនឯងនិងឱកាសនៅជុំវិញខ្លួនត្រូវទុកចិត្តលើខ្លួនឯងសូមជឿខ្ញុំទៅមានតែយើងតែប៉ុណ្ណោះដែលអាចបង្កើតវាឡើងបានទោះយើងរៀនមកពីណាក៏ដោយក៏ចាប់ផ្ដើមពីដៃយើងដែរឆ្នាំ2026មិនអាចកែប្រែយើងបានទេមានតែយើងទេអាចកែប្រែឆ្នាំ2026នេះបានសូមឲ្យឆ្នាំថ្មីនាំមកនូវកម្លាំងចិត្តចក្ខុញ្ញាណសតិញ្ញាណដែលល្អនិងជោគជ័យមួយកម្រិតថ្មីទៀតឆ្នាំ2025បញ្ចប់ហើយឆ្នាំ2026នេះចូលដល់ខែមករាក៏ជិតចប់មួយខែទៀតហើយខ្ញុំសង្ឃឹមថាបងប្អូនជាឆ្នាំមួយដែលបងប្អូនរៀនពីខ្លួនឯងហើយក៏មានបញ្ហាជាច្រើនដែលយើងជួបប៉ុន្តែយើងមិនដែលឈប់វាទេមែនទេអញ្ចឹងបងប្អូនរៀនអរគុណខ្លួនឯងយើងអាចតស៊ូផុតបានមួយឆ្នាំទៀតហើយត្រូវមានកម្លាំងចិត្តថ្មីក្នុងឆ្នាំ2026នេះគឺជាពេលវេលាមួយដែលបងប្អូនទាំងខ្ញុំដើម្បីកែលម្អខ្លួនឯងឲ្យល្អជាងមុនឲ្យខ្លាំងជាងមុនឲ្យប្រកែជាងមុនមិនសម្រាប់អ្នកណានោះទេគឺសម្រាប់ខ្លួនឯងធ្វើឲ្យខ្លាំងជាងមុនទាំងចិត្តសុខភាពជាពិសេសគឺជីវភាពចាប់ផ្ដើមពីរឿងតូចៗ 1% ជារឿងរាល់ថ្ងៃធ្វើអ្វីមួយដែលត្រឹមត្រូវបង្កើតអនាគតមួយដែលធំសម្រាប់ខ្លួនឯងមិនសម្រាប់អ្នកណាទេគម្រោងចាំឱកាសបង្កើតវាឡើងដោយខ្លួនឯងប៉ុន្តែបងប្អូនត្រូវមានចំណេះដឹងនិង soft skill ផងដែរសម្រាប់អ្នកដែលមិនខ្ជិះខ្ជាយពេលវេលាវាសិតតែជាឱកាសទាំងអស់សូមរក្សាចិត្តឲ្យស្ងប់រក្សាជីកម្លាំងឲ្យធំកុំភ្លេចថែខ្លួនដកដង្ហើមឲ្យវែងជារៀងរាល់ថ្ងៃនិងបន្តរស់ដោយក្តីសង្ឃឹមឆ្នាំ2026គឺជាឆ្នាំនៃការលូតលាស់ឆ្នាំនៃការប្រែសម្រាប់ខ្លួនឯងឆ្នាំដែលនឹងក្លាយជាខ្លួនឯងកាន់តែប្រសើរជាងមុននៅក្នុងឆ្នាំ2025នេះខ្ញុំសូមជូនពរឲ្យបងប្អូនទទួលបានកម្លាំងកាយនិងកម្លាំងចិត្តហើយនឹងជោគជ័យក្នុងកម្រិតថ្មីមួយទៀតសម្រាប់ខ្លួនឯងនៅក្នុងឆ្នាំថ្មី2026នេះជូនពរបងប្អូនទាំងអស់គ្នាអរគុណពីខ្ញុំវិរៈ